ជំរាបសួរអ្នកខ្ញុំឈ្មោះអឿនចាន់ធីរីគឺជាអតីតសិស្សនិទេសអេមកពីវិទ្យាល័យហ៊ុនសែនអង្គស្នួរបច្ចុប្បន្នខ្ញុំគឺជានិស្សិតឆ្នាំទី1ទៅលើជំនាញគណនេយ្យនៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដាថ្ងៃនេះផងដែរខ្ញុំនឹងចែករំលែកនៅបទពិសោធន៍ដើម្បីទទួលបាននៅលទ្ធផលល្អនៅក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះវិធីសាស្ត្រទី1ហ្នឹងគឺជាការកំណត់គោលដៅបានច្បាស់លាស់ប៉ុន្តែនៅពេលដែលបងប្អូនចូលទៅដល់ទី12ហ្នឹងបងប្អូនត្រូវតែសួរខ្លួនឯងថាតើបងប្អូនហ្នឹងគឺចង់បាននីតិអ្វីមិនថាជានីតិ A B ឬក៏ C ទេបងប្អូនត្រូវតែមានការកំណត់គោលដៅចំពោះខ្លួនឯងពីព្រោះថាការកំណត់គោលដៅហ្នឹងវាគឺជាកម្លាំងជំរុញចិត្តមួយដែលធ្វើឲ្យយើងមានការខិតខំប្រឹងប្រែងរៀនសូត្រទោះបីជាកំឡុងពេលហ្នឹងគឺជួបការលំបាកយ៉ាងណាក៏ដោយហើយមួយវិញទៀតហ្នឹងគឺនៅពេលដែលយើងទទួលបាននូវលទ្ធផលដែលយើងចង់បានធ្វើឲ្យយើងខ្លួនឯងគ្រួសារនិងបងប្អូនព្រមទាំងលោកគ្រូអ្នកគ្រូក៏គាត់មានមោទនភាពចំពោះយើងផងដែរចំណុចទី2ហ្នឹងគឺជាការព្យាយាមធ្វើលំហាត់ឲ្យបានច្រើនប៉ុន្តែការធ្វើលំហាត់ឲ្យបានច្រើនហ្នឹងគឺជួយឲ្យបងប្អូនងាយនៅក្នុងការចងចាំរូបមន្តនិងរបៀបនៃការធ្វើលំហាត់ហើយនៅពេលប្រឡងទោះបីជាគេចេញលំហាត់បែបណាក៏បងប្អូនអាចធ្វើបានដែរហើយមួយវិញទៀតហ្នឹងគឺនៅពេលដែលប្រឡងពិតណាស់នឹងជួបអារម្មណ៍ភ័យខ្លាចឬក៏អារម្មណ៍ផិតភ័យតែនៅពេលដែលយើងធ្លាប់ធ្វើលំហាត់ជាច្រើនមកទោះបីជាជួបស្ថានភាពហ្នឹងក៏យើងនៅតែដោះស្រាយវាបានដែរចុងក្រោយនេះសូមជូនពរដល់បងប្អូនទាំងអស់គ្នាដែលប្រឡងបាក់ឌុបនាពេលខាងមុខនេះទទួលបាននូវលទ្ធផលល្អសូមអរគុណ